តោះសម្រាប់បងប្អូនអ្នកខ្លះដែលអាសាភ្លេច Gmail ឬក៏ password មកថានៅក្នុង Facebook TikTok ឬក៏ YouTube ហើយមានបងប្អូនមួយចំនួនទៀតគាត់បង្កើតកម្មវិធីច្រើនហើយកម្មវិធីនោះទាមទារគាត់វាយ password ហើយនឹង Gmail ដូចគ្នាអញ្ចឹង Gmail ឬក៏ password វាសំខាន់ណាស់បងប្អូនបើសិនជាថ្ងៃក្រោយកម្មវិធីទាំងអស់នោះវា update ហើយឲ្យយើង verify password ឬក៏ Gmail របស់យើងឡើងវិញស្របពេលដែលយើងភ្លេចអញ្ចឹងមានន័យថាកម្មវិធីដែលយើង down នោះឬក៏ប្រើប្រាស់រាល់ថ្ងៃនោះគឺវាអាសាបង់ព្រោះដោយសារយើងអត់បានទាញប៊ិចឬក៏សៀវភៅយកមកកត់ឲ្យបានច្បាស់លាស់ឬក៏ screenshot password Gmail របស់យើងចូលនៅក្នុងទូរស័ព្ទឲ្យបានត្រឹមត្រូវទេអញ្ចឹងគឺវាហានិភ័យណាស់ឧទាហរណ៍ដូចជានៅក្នុង Facebook បើសិនជាបងប្អូនមាន follow ច្រើនអញ្ចឹងបងប្អូនអត់ដឹងថា password account របស់យើងមួយណាអញ្ចឹងវាធ្វើឲ្យFacebook របស់យើងហ្នឹងគឺវាហានិភ័យមែនទែនថ្ងៃក្រោយបងប្អូនអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានវិធីទៅរក password ចាស់ឬក៏ password ដែលបងប្អូនបង្កើតហើយបងប្អូនភ្លេចអញ្ចឹង password អស់គឺវានៅក្នុង Gmail តែមួយគត់អញ្ចឹងតោះតែធ្វើទាំងអស់គ្នាតែកុំភ្លេចជួយ follow អ្នកមួយផងបាទអរគុណច្រើនតោះធ្វើទាំងអស់គ្នាជាដំបូងអ្នកទាំងអស់គ្នាចូលក្នុង account Gmail មកនេះបន្ទាប់មកទៀតបងប្អូនចុចទៅលើ account Gmail របស់យើងបន្តិចមករួចចុចអាកន្លែង manage your account account ហ្នឹងហើយបន្ទាប់មកបងប្អូនអូសចុះមកក្រោមនេះចុចអាកន្លែងយកសោ security and sign in មកបន្ទាប់មកទៀតបងប្អូនអូសចុះមកក្រោមបំផុតបងប្អូននឹងឃើញកន្លែងរូបកូនសោ password manager ខ្ញុំចុចលើវាមកនេះគឺជាapp ឬក៏ account ណាមួយដែលបងប្អូនបង្កើតហើយអញ្ចឹងបងប្អូនចុចលើវាមកដូចជា account Facebook បងប្អូនចុចលើវាមកហើយអានេះរបស់ខ្ញុំដាក់ scan នៅដៃអញ្ចឹងបងប្អូននឹងឃើញលេខទូរស័ព្ទហើយនិង password អញ្ចឹងបងប្អូនចុចអាកន្លែងរូបភ្នែកនោះវានឹងចេញ password របស់យើងអញ្ចឹងអូសចុះមកក្រោម set តែ account ឬក៏ app ដែលបងប្អូនបង្កើតមកវា Gmail និង password ទាំងអស់គឺនៅក្នុងនោះទាំងអស់ដូចគ្នា Instagram ក៏ដូចគ្នាកម្មវិធីណាក៏ដោយដូចគ្នាទាំងអស់អញ្ចឹងបើសិនជាបងប្អូនភ្លេច password បងប្អូនអាចចូលតាមវិធីរបស់ខ្ញុំទៅហ្នឹងហើយបងប្អូនវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងហើយបងប្អូនកុំភ្លេចជួយចុច subscribe channel របស់ខ្ញុំមួយដើម្បីបានវីដេអូចែកម្លែកបន្តទៀតបាទអរគុណច្រើន